សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកណ្ដាលចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនគ្រួសារក្រីក្រពីរគ្រួសារក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្តខេត្តកណ្ដាលនៅថ្ងៃទី11ខែមករាឆ្នាំ2026ឯកឧត្តមតេងរិទ្ធីប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តកណ្ដាលបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌មួយចំនួនជូនដល់គ្រួសារក្រីក្រចំនួន2គ្រួសារនៅសង្កាត់រកាខ្ពស់និងសង្កាត់សិទ្ធិបូរក្រុងតាខ្មៅខេត្តកណ្ដាលក្នុងឱកាសនោះឯកឧត្តមតេងរិទ្ធីអមដំណើរដោយលោកលឹមងួនក្រួយទីប្រឹក្សាសាខាសមាគមលោករិទ្ធរាជសីអនុប្រធានសាខាលោកហ៊ីរដ្ឋាប្រធានអនុសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្រុងតាខ្មៅព្រមទាំងសមាជិកសមាជិកាសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តកណ្ដាលជាច្រើនរូបគ្រួសារក្រីក្រនីមួយៗទទួលបានអំណោយរួមមានអង្ករ50គីឡូក្រាមមីខ្លាឃ្មុំ2កេសទឹកសុទ្ធ10យួរទឹកផ្លែឈើ2កេសដែកកេស10ដើមថ្នាំដុសធ្មេញ2ច្រាសដុសធ្មេញ4សាប៊ូកក់សក់2សាប៊ូដុសខ្លួន2ថ្នាំពេទ្យ1កញ្ចប់និងថវិកាចំនួន150,000រៀលសកម្មភាពមនុស្សធម៌នេះសម្ដែងឲ្យឃើញពីស្មារតីសាមគ្គីភាពការយកចិត្តទុកដាក់និងការចូលរួមជួយគ្នានៅក្នុងសង្គមដើម្បីចូលរួមបន្ធូរបន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលជួបប្រទះភាពខ្វះខាតក្នុងមូលដ្ឋានខេត្តកណ្ដាល